ក្នុងជាតិទី1ស្ត្រីជាប្រពន្ធដើមម្នាក់បានដិនច្បាស់ថាខ្លួនឯងគ្មានបុត្រហើយខ្លាចក្រែងស្វាមីទៅយកប្រពន្ធថ្មីដែលអាចមានកូននិងមានអំណាចលើខ្លួនដូច្នេះនាងបានសម្រេចចិត្តទៅរកស្ត្រីម្នាក់ទៀតមកឲ្យស្វាមីធ្វើជាប្រពន្ធចុងដើម្បីគ្រប់គ្រងស្ថានភាពមិនយូរប៉ុន្មានស្ត្រីដែលនាងរកមកឲ្យធ្វើជាប្រពន្ធចុងក៏មានផ្ទៃផ្អួតដោយសេចក្តីចរណានក្របដណ្ដប់ប្រពន្ធដើមនោះក៏លួចយកថ្នាំពីរសម្រាប់កូនក្នុងផ្ទៃប្រពន្ធចុងដល់ទៅ2ដងនៅលើកទី3មិនត្រឹមតែកូនស្លាប់ប៉ុណ្ណោះទេតែម្ដាយក៏ស្លាប់តាមដែរដោយចងពៀយ៉ាងខ្លាំងចាប់ពីពេលនោះមកកម្មពៀដ៏សែនសាហាយក៏បានចាប់ផ្ដើមឡើងអ្នកទាំងពីរបានវិលកាតវិលស្លាប់ពីមនុស្សទៅជាសត្វហើយពីសត្វទៅជាមនុស្សនិងយក្ខិនីដោយម្នាក់តាមសម្លាប់ម្នាក់យ៉ាងសងសឹកអស់3ជាតិជាប់គ្នាតើនៅពេលដែលនាងយក្ខិនីដ៏សាហាយដេញតាមចាប់កូនរបស់គូពៀជាលើកចុងក្រោយហើយនាងកុលធីតាបាននាំកូនរត់ទៅដល់ជើងព្រះសាស្តាតើព្រះដ៏មានព្រះភិក្ខទ្រង់នឹងប្រើព្រះធម៌អ្វីដើម្បីបំបែកចំណងកម្មពៀដ៏គួរឲ្យរន្ធត់នេះពីវរៈនេះបានបន្តតាមជាប់ពួកគេទៅកាន់ជាតិបន្ទាប់ជាតិទី2ឆ្មានិងមាន់